ចាំគិតទៀតហើយកុំទម្លាប់បន្ទោសគេបន្ទោសឯងអីវាជាជំរឿនរបស់យើងទេបើផ្លូវនឹងខុសអ្នកអាចចាប់ផ្ដើមសារជាថ្មីហើយកុំស្ដាយអីស្ដាយទៅនាំតែក្តៅក្រហាយឥតប្រយោជន៍កម្មនឹងឲ្យផលហើយព្រមទទួលទៅកម្មយើងទេគ្មានអ្នកណាមានឥទ្ធិពលជួយលាងបាបឲ្យអ្នកឡើយសូម្បីតែព្រះពុទ្ធបើអ្នកព្រោះស្រូវក្នុងស្រែហើយបែរជាទីបិទធូបបន់ស្រន់មិនឲ្យវាដុះវាជារឿងឆោតល្ងង់ពេកហើយដរាបណានៅតែមានកំណើតកម្មនៅតែតាមចូលប្រឹងប្រែងសាងល្អឲ្យបានច្រើនកុំឲ្យមានវិបដិសារីស្ដាយក្រោយឡើយសាងកម្លាំងចិត្តបើអ្នកបណ្ដែតបណ្ដោយចិត្តអ្នកឲ្យរវើរវាយខ្លាំងពេកអ្នកនឹងលែងមានសមត្ថភាពគ្រប់គ្រងវាមិនខានហើយអ្នកប្រកាសជាមានទុក្ខច្រើនដើម្បីឲ្យជីវិតរឹងមាំអ្នកត្រូវរៀនធ្វើជាប៉ូលីសតាមដានចិត្តអ្នកបើចិត្តទៅណាគិតរឿងអីត្រូវតាមមើលវាជាប្រចាំបើចិត្តល្អចិត្តរីករាយក៏ដឹងថាចិត្តល្អចិត្តរីករាយហើយបើវាអាក្រក់វាខឹងវាចំណែនវារវើរវាយវាស្ដាយវាភ័យវាអាក់អន់វាស្មុគស្មាញក៏យើងដឹងថាវាកំពុងតែស្មុគស្មាញហើយក៏កុំបន្ទោសខ្លួនឯងថាម៉េចក៏ស្មុគស្មាញធ្វើអីចិត្តវាតែងតែអញ្ចឹងឯងគ្រាន់តែទម្លាប់ទាញវាមកគិតរឿងល្អរឿងត្រូវវិញឲ្យវាមានខន្តីមានអត់ឱនយោគយល់មានមេត្តារស់រាយស្រស់ស្រាយឲ្យវាមានបញ្ញាស្មារតីហ៊ានទទួលយកការពិតទាំងឡាយក្នុងជីវិតទាញវាឲ្យបានរឿយរហូតសតិស្មារតីយើងមានកម្លាំងខ្លាំងជាងធាតុអាក្រក់ទាំងឡាយក្នុងចិត្តយើងคล้ายជាម្ចាស់គ្រប់គ្រងចិត្តយើងមិនសូវគិតរឿងផ្ដេសផ្ដាស់ទេព្រោះយើងតាមដានវារហូតអ្នកណាអាចធ្វើជាម្ចាស់ចិត្តបានទើបអាចបានសេចក្តីសុខច្រើនក្នុងជីវិតនេះហើយទម្លាប់ដាំផ្កាក្នុងចិត្តអ្នកវិញដូចជាភាពស្រស់ស្រាយរស់រាយស្មារតីរឹងប៉ឹងស្វាហាប់ខន្តីអត់ធន់មេត្តាករុណាសន្តោសប្រោសប្រណីបញ្ញាស្មារតីជាដើមចិត្តអ្នកនឹងស្រស់ដូចផ្កាភ្លឺថ្លាដូចមាសជីវិតអ្នកក៏បានសុខច្រើនដែរដល់សេចក្តីស្រឡាញ់ដល់ខ្លួនអ្នកសូមឲ្យខ្ញុំ
បានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខបើចិត្តអ្នកហោះហើររវើរវាយទៅទីណាទាញត្រឡប់វាមកវិញនឹកដល់ពាក្យនេះរឿយសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខធ្វើយ៉ាងនេះបាន3នាទីចិត្តអ្នកនឹងបានត្រជាក់បន្តិចមិនខានកុំបណ្ដែតបណ្ដោយឲ្យរឿងរ៉ាវជិះជាន់អ្នកខ្លាំងពេករឿងមិនល្អជាផលនៃបាបចាស់រីឯភាពមួម៉ៅក្តៅក្រហាយជាបាបថ្មីដែលធ្វើឲ្យអ្នករឹងរឹតតែក្តៅក្រហាយរឹងរឹតតែកើតទុក្ខបន្ថែមទ្រាំទៅថ្ងៃមិនចេះតែក្តៅរហូតទេគង់នឹងជ្រេទៅភ្លើងក៏មិនចេះតែឆេះរហូតដែរគង់តែនឹងរលត់ទៅយប់ក៏មិនចេះតែងងឹតរហូតដែរគង់តែមានរវល់អ្នកណាក៏រវល់ដែររវល់រកទ្រព្យរវល់បំពេញកិច្ចការងាររវល់រឿងគ្រួសាររវល់នោះរវល់សឹងតែរកថ្ងៃស្លាប់មិនបានផងពេលខ្លះសម្ពាធការងារច្រើនពេកគិតច្រើនពេកកាយក៏ហត់ចិត្តក៏ហត់យូរទៅជាស្មុគស្មាញចិត្តរកសុខមិនសូវឃើញឡើយការងារចាំបាច់ត្រូវតែធ្វើតែក៏ត្រូវតែរៀនអប់រំចិត្តជាមួយផងទើបមិនសូវមួម៉ៅរៀនដោះលែងខ្លួនអ្នកពីរឿងអតីតកាលកុំសូវរំលឹករំលើកវាពេកឲ្យវាហួសទៅចោះហើយក៏កុំសូវព្រួយបារម្ភនឹងរឿងដែលមិនទាន់កើតឡើងពេកអីរឿងណាត្រូវកើតដេកយំប៉ុណ្ណាក៏នៅតែកើតហើយអ្វីមិនចេះតែបានតាមចិត្តយើងរហូតទេកុំមួម៉ៅពេកជីវិតគឺអញ្ចឹងឯងហើយទម្លាប់កុំគិតរញ៉េរញ៉ៃពេកកុំគិតច្របូកច្របល់ក្នុងពេលតែមួយវាធ្វើឲ្យអ្នកវិលវល់ទម្លាប់គិតរឿងណាឲ្យប្រកបជាមួយនឹងរួចចាំគិតរឿងមួយទៀតហើយកុំតក់ក្រហល់ចង់បានភ្លាមដូចចិត្តមិនបានទេបានតែកើតទុក្ខរៀនអត់ធន់រៀនកាត់ខ្លះទៅរៀនព្រមទទួលស្គាល់ការពិតរៀនអត់ឱនឲ្យអ្នកដទៃរៀនញញឹមស្រស់ស្រាយរឹងប៉ឹងរៀនទ្រាំចំពោះការលំបាកអ្នកនឹងមិនសូវកើតទុក្ខទេរវល់អ្នកណាក៏រវល់ដែររវល់រកទ្រព្យរវល់បំពេញកិច្ចការងាររវល់រឿងគ្រួសារ
រវល់នោះរវល់សឹងតែរកថ្ងៃស្លាប់មិនបានផងពេលខ្លះសម្ពាធការងារច្រើនពេកគិតច្រើនពេកកាយក៏ហត់ចិត្តក៏ហត់យូរទៅជាស្មុគស្មាញចិត្តរកសុខមិនសូវឃើញឡើយការងារចាំបាច់ត្រូវតែធ្វើតែក៏ត្រូវតែរៀនអប់រំចិត្តជាមួយផងទើបមិនសូវមួម៉ៅរៀនដោះលែងខ្លួនអ្នកពីរឿងអតីតកាលកុំសូវរំលឹករំលើកវាពេកឲ្យវាហួសទៅចុះហើយក៏កុំសូវព្រួយបារម្ភនឹងរឿងដែលមិនទាន់កើតឡើងពេកអីរឿងណាត្រូវកើតដេកយំប៉ុណ្ណាក៏នៅតែកើតហើយអ្វីមិនចេះតែបានតាមចិត្តយើងរហូតទេកុំមួម៉ៅពេកជីវិតគឺអញ្ចឹងឯងហើយទម្លាប់កុំគិតរញ៉េរញ៉ៃពេកកុំគិតច្របូកច្របល់ក្នុងពេលតែមួយវាធ្វើឲ្យអ្នកវិលវល់ទម្លាប់គិតរឿងណាឲ្យប្រកបជាមួយនឹងរួចចាំគិតរឿងមួយទៀតហើយកុំតក់ក្រហល់ចង់បានភ្លាមដូចចិត្តមិនបានទេបានតែកើតទុក្ខរៀនអត់ធន់រៀនកាត់ខ្លះទៅរៀនព្រមទទួលស្គាល់ការពិតរៀនអត់ឱនឲ្យអ្នកដទៃរៀនញញឹមស្រស់ស្រាយរឹងប៉ឹងរៀនទ្រាំចំពោះការលំបាកអ្នកនឹងមិនសូវកើតទុក្ខទេក៏មិនសូវបានទទួលផលល្អដែរបើខឹងកុំអាលនិយាយចាំបាត់ខឹងសិនសឹមនិយាយក៏មិនទាន់ហួសពេលដែររនាបបាក់យករនាបជួសសម្ដីហួសរកអ្វីមកជួសពុំបានឡើយកុំទម្លាប់និយាយកាត់គេកុំកាត់ស្មានកុំព្រាវចាំច្បាស់សិនចាំនិយាយបើមិនដូច្នោះទេសម្ដីអ្នកនឹងคล้ายជាសម្ដីស្រូវស្រាលគ្មានន័យខ្លឹមសារចាញ់សំឡេងបាក់សាបាក់សីយំមិនខានវិញម្លប់ចិត្តល្អចិត្តត្រជាក់ចិត្តទន់ភ្លន់ចិត្តមានមេត្តាចិត្តរីករាយចិត្តត្រេកអរចំពោះសេចក្តីសុខរបស់អ្នកដទៃចិត្តមិនសូវស្មុគស្មាញចិត្តលះដាច់ស្រឡះចិត្តធ្ងន់ចិត្តចេះអត់ឱនយោគយល់ចិត្តភ្លេចរឿងមួម៉ៅចិត្តចងចាំរឿងល្អរឿងបុណ្យកុសលចិត្តក្លាហានហ៊ានទទួលរឿងល្អក្តីមិនល្អក្តីចិត្តតស៊ូចិត្តព្យាយាមចិត្តមិនចុះចាញ់ចំពោះឧបសគ្គចិត្តមានក្តីសង្ឃឹមចិត្តមិនប្រកាន់ហួងហែងខ្លាំងចិត្តហ៊ានទទួលស្គាល់ការពិតនៃជីវិតចិត្តមិនសូវព្រួយបារម្ភ
ចិត្តមិនសូវមានទុក្ខកង្វល់បើធ្វើចិត្តដូច្នេះបានអ្នកនឹងបានសេចក្តីសុខច្រើនអរគុណគេទៅតែបើគេឌឺដងឲ្យអ្នកក្តៅទេកុំក្តៅតាមគេអីកុំផ្ញើសេចក្តីសុខនៅលើបបោមាត់អ្នកដទៃឡើយមាគាឆ្ពោះទៅរកការរីកចម្រើនក្នុងជីវិតដោយប្រច័ណ្ឌចាក់ចេញពីពពកដូច្នោះឯងគួរចងចាំថាមនុស្សអួតច្រើនជាមនុស្សអន់ខ្លាំងគេចង់យកភ្លើងនោះមកសាចដាក់អ្នកដែរតែអ្នកកុំទៅល្ងងអីគ្មានរឿងអីត្រូវទទួលយកភ្លើងនោះទេឲ្យគេយកទៅវិញចុះឬបោះចោលទៅអ្នកមានតែចិត្តអាណិតអ្នកដេកអោបភ្លើងនោះទៅវិញទេអាណិតណាស់ព្រោះក្តៅអើយសែនក្តៅប្រឹងប្រែងព្យាយាមបន្ថែមទៀតពេលបច្ចុប្បន្នទោះអ្នកបន់ក៏បានផលមិនបន់ក៏បានផលដែរបើអត់បន់វិញហើយខ្ជិលទៀតបន់ប៉ុន្មានវត្តក៏នៅតែអត់បានដែរព្រះពុទ្ធពិតជាពូកែមែនពូកែពន្យល់ឲ្យមនុស្សរកផ្លូវចេញពីទុក្ខកង្វល់ក្នុងជីវិតព្រះពុទ្ធជាអ្នកបង្ហាញផ្លូវទៅកាន់សេចក្តីសុខមិនមែនជារោងចក្រផលិតសុខឲ្យអ្នកមកសុំទេព្យាបាលរោគចំណែនពេលឃើញគេបានជោគជ័យទម្លាប់អបអរសាទរគេទៅកុំចំណែនអីចំណែនទៅគ្មានបានអីមកយើងផងបានតែក្តៅក្រហាយចិត្តឥតប្រយោជន៍ហើយបើគេដឹងគេស្អប់ទៀតគេប្រឹងជារឿងធម្មតាបើធ្វើដូច្នេះបានចិត្តអ្នកមិនសូវពិបាកឡើយវាទម្លាប់មើលវារឿយទម្លាប់អប់រំវាឲ្យមានខន្តីអត់ធន់
មានមេត្តាមានភាពរុះរាយរាក់ទាក់អត់ឱនយោគយល់មានបញ្ញាស្មារតីហ៊ានទទួលស្គាល់ការពិតនៃជីវិតរឿងល្អក៏ព្រមទទួលរឿងមិនល្អក៏ប្រឹងដោះស្រាយទៅជីវិតគឺអញ្ចឹងឯងកុំស្មុគពេកអីប្រឹងទៅប្រឹងដោយក្តីសង្ឃឹមដោយភាពស្វាហាប់ដោយគុណធម៌ដោយភាពស្រស់ស្រាយធ្វើដូច្នេះបានចិត្តអ្នកនឹងស្រឡះស្រឡំច្រើនអ្នកនឹងមិនសូវមានទុក្ខឡើយទទួលយកទៅតែបើគ្រាន់តែជាពាក្យបន្តិចបង្អាក់ទេបោះចោលទៅកុំយកទុកក្នុងចិត្តអីហើយអ្នកត្រូវតែហ៊ានទទួលខុសត្រូវចំពោះជំរើសរបស់អ្នកកុំទម្លាប់បន្ទោសគេបន្ទោសឯងអីរៀនធ្វើជាមនុស្សរឹងប៉ឹងជាមនុស្សចេះទទួលខុសត្រូវលើជីវិតខ្លួនឯងផែនដីមិនរាបស្មើបើអ្នកចង់ឲ្យផែនដីទាំងមូលរាបស្មើដូចបាតដៃវាពិតជាមិនអាចទៅរួចទេហើយអ្នកបានតែខ្វល់ខ្វាយចិត្តឥតប្រយោជន៍យ៉ាងណាមិញអ្នកមិនអាចធ្វើឲ្យមនុស្សគ្រប់គ្នាយល់ដូចអ្នកគិតដូចអ្នកបានគ្រប់រឿងបានទេហើយបើអ្នកចង់កាន់ទៅខ្លាំងអ្នកកើតទុក្ខក៏ខ្លាំងដែរបើអ្នកគិតថាល្អគិតថាត្រូវអ្នកអាចប្រើបញ្ញាញាណរបស់អ្នកដើម្បីពន្យល់ណែនាំគេឲ្យអស់ពីសមត្ថភាពរបស់អ្នករួចហើយភារកិច្ចរបស់អ្នកត្រូវបានបញ្ចប់បើគេធ្វើតាមជារឿងល្អតែបើគេមិនកែទេជារឿងរបស់គេកម្មអ្នកណាអ្នកនឹងទទួលទៅហើយបើអ្នកមួម៉ៅគេនៅតែមិនកែហើយអ្នកក៏កើតទុក្ខរៀនធ្វើចិត្តឧបេក្ខាហ៊ានទទួលរឿងទាំងឡាយទោះរឿងត្រូវចិត្តក្តីមិនត្រូវចិត្តក្តីកុំបំផ្លាញសេចក្តីសុខរបស់អ្នកដោយសារគេមិនធ្វើតាមអ្នកឡើយហើយក៏គ្មានអីត្រូវចំណែនគេដែរតែយើងគួរឲ្យអាណិតគួរឲ្យសង្វេគថាគេបានសាងបាបកម្មច្រើនថ្ងៃណាមួយគេនឹងទទួលផលកម្មនោះវិញមិនខានទម្លាប់ហាត់ចិត្តកុំឲ្យខឹងកុំឲ្យចំណែនកុំឲ្យជាប់ជំពាក់ហួងហែងខ្លាំងពេកអីម្យ៉ាងទៀតកុំផ្ញើសេចក្តីសុខនៅលើរបស់ខាងក្រៅច្រើនពេករៀនផ្ដល់សេចក្តីស្រឡាញ់មានមេត្តាករុណារៀនរីករាយស្រស់ស្រាយរៀនទទួលស្គាល់ការពិតនៃជីវិតចិត្តអ្នកនឹងបានស្ងប់ច្រើនគេឈ្នានេះខ្ញុំភាពដែលអ្នកមានទើបមិនសូវកើតទុក្ខ